ចំពុកទី10ត្រូវរៀនធ្វើកិច្ចការតូចៗជាមុនសិនមុនពេលខ្ញុំក្លាយជាវេជ្ជបណ្ឌិតខ្ញុំក៏បានរៀនធ្វើការជាគិលានុបដ្ឋាកផងដែរការងារជាក់ថ្នាំនិងការមើលថែអ្នកជំងឺមុននឹងខ្ញុំក្លាយជាអ្នកគ្រប់គ្រង clinic ជាច្រើនកន្លែងខ្ញុំក៏បានធ្វើការឲ្យគេអស់ជាង8ឆ្នាំដែរហើយមុននឹងខ្ញុំបើក clinic ធំខ្ញុំបានចាប់ផ្ដើមពី clinic តូចសិនដែរគឺខ្ញុំត្រូវចេះទាំងផ្នែកទីផ្សារការយកចិត្តអតិថិជនរបៀបរៀបចំ clinic របៀបប្រើប្រាស់ឧបករណ៍ការកាត់វ៉ែនតាការលក់វ៉ែនតាមិនមែនចេះតែផ្នែកពិនិត្យព្យាបាលនិងវះកាត់ភ្នែកប៉ុណ្ណោះទេខ្ញុំត្រូវធ្វើការរៀនសូត្រឆ្លងកាត់ការប្រឡងរាប់មិនអស់រៀនអនុវត្តរយៈពេលជាង15ឆ្នាំទើបក្លាយជាវេជ្ជបណ្ឌិតឯកទេសជំងឺភ្នែកជាន់ខ្ពស់ម្នាក់សំណួរសួរថាបើយើងមិនខិតខំធ្វើការបន្តិចម្ដងមិនស្មោះត្រង់បើយើងប្រឡងមិនជាប់រាល់ដំណាក់កាលនីមួយៗគឺបើយើងធ្លាក់មុខវិជ្ជាណាមួយយើងមិនអាចឡើងថ្នាក់បានទេនោះតើខ្ញុំមានថ្ងៃនេះដែរឬទេមុននឹងក្លាយជាវិស្វករមកការសំណង់ផ្ទះវិស្វករក៏ត្រូវយល់ដឹងនិងអនុវត្តនៅការលាយស៊ីម៉ង់ការចងដែកការរៀបដែកជាមុនសិនដែរមុននឹងក្លាយជាអ្នកបញ្ជាគេឲ្យធ្វើការទាំងនោះចូលអ្នករៀនស្មោះត្រង់ចំពោះការតូចដោយចាប់ផ្ដើមធ្វើការងារតូចខំធ្វើឲ្យបានល្អនោះព្រះប្រទានឲ្យកាន់ការងារកាន់តែធំឡើងអ្នកណាដែលស្មោះត្រង់ក្នុងការតូចបំផុតនោះឈ្មោះថាស្មោះត្រង់ក្នុងកិច្ចការធំហើយអ្នកណាដែលទុច្ចរិតក្នុងការតូចបំផុតនោះក៏ឈ្មោះថាទុច្ចរិតក្នុងកិច្ចការធំដែរលូកាជំពូក16ខ10នៅចុងខគម្ពីរនេះព្រះយេស៊ូវបានប្រាប់យើងឲ្យដឹងថាបើប្រព្រឹត្តអំពើទុច្ចរិតសូម្បីតែតូចបំផុតឧទាហរណ៍យើងចាត់ចែងដង្វាយព្រះមិនបានត្រឹមត្រូវយើងមិនព្រមថែជំនឿដល់កូនក្រុមរបស់យើងឲ្យបានល្អនៅពេលព្រះវិហារប្រកាសរកអ្នកស្ម័គ្រចិត្តជួយកិច្ចការព្រះវិហារយើងមិនអើពើទាំងប្រកែកថារវល់សួរថាតើព្រះឲ្យយើងកាន់ប្រាក់របស់ព្រះរាប់ម៉ឺនរាប់លានបានដែរឬទេប្រសិនបើអ្នកមិនហ៊ានថ្វាយព្រះ$100នៅពេលមានប្រាក់ខែ$1000ចុះទម្រាំមានប្រាក់ខែ$10000តើហ៊ានថ្វាយព្រះ$1000ដែរឬទេបើយើងមិនព្រមមើលថែក្រុមតូចឲ្យបានល្អផងតើព្រះអាចប្រើយើងឲ្យមើលកូនជាមទ្រង់រាប់ពាន់រាប់ម៉ឺននាក់ដែរឬទេខ្ញុំរៀនផ្សាយដំណឹងល្អជាមួយនឹងនិស្សិតពេទ្យម្នាក់ទល់ម្នាក់ជាច្រើនឆ្នាំបន្ទាប់មកគ្រូខ្ញុំឲ្យខ្ញុំសាកល្បងផ្សាយដំណឹងល្អជាមួយក្រុមនិស្សិតដែលមានគ្នាពី3នាក់ទៅ10នាក់និងបន្ទាប់មកជាមួយមនុស្ស20នាក់បន្ទាប់មក50នាក់ខ្ញុំបានរៀនធ្វើការទាំងនោះទោះពេលខ្លះធ្វើមិនបានល្អទាំងភ័យទាំងនិយាយខុសខ្លះត្រូវខ្លះក្តីក៏ព្រះវិញ្ញាណបរិសុទ្ធទេដែលជួយឲ្យយើងធ្វើបានល្អបន្តិចម្ដងបន្ទាប់មកខ្ញុំបានចាប់ផ្ដើមផ្សាយដំណឹងល្អនិងធ្វើបន្តនៅមុខគ្រូបង្រៀនមន្ត្រីរាជការម្ដងដែលចាប់ផ្ដើមពី50នាក់រួច100នាក់បន្ទាប់មកនៅមុខមនុស្ស200នាក់ព្រះវិញ្ញាណបានជួយខ្ញុំគ្រប់ពេលរហូតដល់ខ្ញុំអាចធ្វើបន្តនៅមុខមន្ត្រីរាជការគ្រប់ប្រភេទ500នាក់បន្ទាប់មក800នាក់ក្រោយមកទៀត1000នាក់បាននៅពេលយើងរៀបចំបេសកកម្មថ្នាក់ខេត្តម្ដងគឺមានទាំងអភិបាលខេត្តមន្ត្រីខេត្តគ្រប់ជាន់ថ្នាក់ចាប់ពី1000ទៅ1200នាក់ក៏មានព្រះវិញ្ញាណបានប្រទានស្ដីក្លាហាននិងប្រាជ្ញាដល់ខ្ញុំដើម្បីឲ្យខ្ញុំហ៊ានធ្វើបន្ទាល់ពីព្រះយេស៊ូវអនុញ្ញាតឲ្យព្រះជាម្ចាស់ប្រើជីវិតយើងដើម្បីបំពេញផែនការរបស់ទ្រង់